ជីវិតគ្រួសារប្រយ័ត្នចាញ់ស្រមោចមកដឹងរឿងនេះអំពីស្រមោចជីវិតគ្រួសារយើងបើសិក្សាអំពីស្រមោចវាប្រហែលជាមានចំណុចណាខ្លះដែលយើងអាចយកទៅប្រើប្រាស់នៅក្នុងការរស់នៅជាមួយគ្នាបានដោយក្តីសុខរីកចម្រើនប្រកបដោយភាពរីករាយនិងសុភមង្គលទី1ស្រមោចធ្វើការងារជាក្រុមព្រោះវាដឹងថាតែម្នាក់ឯងគឺវាអត់ខ្លាំងទេអញ្ចឹងវាដឹងថាការចេះបែងចែកកិច្ចការងារតួនាទីដឹងនៅអ្វីដែលខ្លួនឯងគួរធ្វើគឺជារឿងមួយដែលធ្វើឲ្យពួកវាខ្លាំងអញ្ចឹងជីវិតគ្រួសារក៏ដូចគ្នាយើងដឹងអំពីអ្វីដែលយើងត្រូវធ្វើកាតព្វកិច្ចតួនាទីរៀងៗខ្លួនវាធ្វើឲ្យក្រុមគ្រួសាររបស់យើងនឹងខ្លាំងចំណុចទី2គឺការតស៊ូអត់ធ្មត់ព្រោះថាកិច្ចការងារដែលត្រូវធ្វើទាំងអស់ស្រមោចតែងតែខិតខំតស៊ូអត់ធ្មត់មិនបោះបង់ទោះជាមៀតវាទូចទោះជាភ្លៀងធ្លាក់លិចនៅជំរកទោះជាទទួលបាននៅការខ្សប់ចំណីទៅតាមរដូវកាលប៉ុន្តែគឺវាមិនបោះបង់ជីវិតគ្រួសារដូចគ្នានៅពេលដែលយើងរៀបចំបែងចែកដឹងអំពីកាតព្វកិច្ចអ្វីដែលគួរធ្វើហើយយើងធ្វើវាដោយរីករាយអត់ធ្មត់តស៊ូមិនបោះបង់វាធ្វើឲ្យយើងទទួលបាននៅសេចក្តីសុខមួយដែលយើងយល់អំពីអ្វីដែលយើងត្រូវធ្វើទី3មើលបានវែងឆ្ងាយចំណុចកន្លែងនេះគឺផ្ដោតទៅលើការរៀបចំគោលដៅផែនការជីវិតទាំងការចាត់ចែងហិរញ្ញវត្ថុទាំងការចាត់ចែងលុយសន្សំទាំងការចាត់ចែងថាត្រូវធ្វើអ្វីបន្តដើម្បីឲ្យជីវភាពដើម្បីឲ្យអនាគតកូនដើម្បីឲ្យគ្រួសារមួយនេះរីកចម្រើនដើម្បីឲ្យគ្រួសារមួយនេះរីកចម្រើនគង់វង្សចំណុចទី4គឺស្រមោចការពារគ្នាមិនបោះបង់គ្នានៅគ្រាលំបាកយើងតែងតែឃើញស្រមោចវារស់នៅប្រមងផ្ដុំហើយវាក៏មិនដែលបោះបង់នៅក្នុងស្ថានភាពណាមួយដែលវាជួបមិនថាជាការជួយគ្នានៅក្នុងគ្រាការយកចំណីរកចំណីការជួយគ្នាចេញពីកន្លែងដែលទុកលំបាកគឺវាជួយគ្នាការពារគ្នាជីវិតគ្រួសារបើសិនជាយើងអាចចេះលើកទឹកចិត្តមិនស្ដីបន្ទោសមិនខឹងគោវាយអតេះហើយយើងអាចជួយគ្នាការពារគ្នាមិនបោះបង់គ្នាវាគឺជាគ្រួសារមួយដែលកក់ក្ដៅខ្លាំងមែនទែនទី5រស់នៅដោយអត់ប្រៀបធៀបអញ្ចឹងស្រមោចវាអត់ដែលប្រៀបធៀបថាតូចធំខ្លួនតូចខ្លួនធំគឺវាអត់ដែលខ្វល់វាខ្វល់តែគ្រួសារវារស់នៅបានគង់វង្សយូរអង្វែងឬទេសុខសប្បាយឬទេត្រូវធ្វើម៉េចឲ្យក្រុមគ្រួសារជួបជុំធ្វើការជួបជុំរស់នៅជួបជុំមានចំណីអាហារបបោជួយគ្នានៅក្នុងគ្រាដែលត្រូវការនេះគឺជាអ្វីដែលយើងមើលឃើញថាការរស់នៅត្រឹមតែ5ចំណុចបោះស្រមោចតែបើសិនជាយើងយកមក apply យកមកប្រើប្រាស់នៅក្នុងជីវិតគ្រួសារយើងគឺពិតជាទទួលបានផលប្រយោជន៍ច្រើនមែនទែនអញ្ចឹងសម្រាប់បងប្អូនដែលឆ្លុះប្រចាំងឃើញថាអ្វីដែលល្អហើយកំពុងតែប្រើប្រាស់ជីវិតគ្រួសារដូចជាគ្រួសារសម័យអាច comment បេះដូងនៅទីនេះហើយបើសិនជាកំពុងតែស្វែងរកផ្លូវនិងរៀបចំដំណើរផ្លូវរស់នៅជីវិតឲ្យដូចជាគ្រួសារសម័យចា comment yes នៅទីនេះហើយខ្ញុំមានឱកាសមួយទៀតសម្រាប់អ្នកដែលគាត់កំពុងតែចង់រកចំណូលបន្ថែមចង់ជួយជ្រោមជ្រែងគ្រួសារលើប្រភពចំណូលមួយទៀតសល់ពេលតែ2ម៉ោងក៏អាចរកចំណូលបានដែរចាអញ្ចឹងនៅខាងក្រៅខ្ញុំនេះគឺជាប្រភេទអាវគីបលេខ1ដែលយើងបោកអ៊ុតឲ្យស្អាតទាំងអស់គ្នាអត់ព្រួយបារម្ភនៅក្នុងការខូចខាតដើមចាកោះកាយប្រើពេលវេលាច្រើនទេគ្រាន់តែមានពេលវេលានៅក្នុងការ live ពេលវេលានៅក្នុងការថតនិងកាត់តវីដេអូចាក៏អាចរកចំណូលបានចាអាចតំណងយកពី50អាវ100អាវចាខ្ញុំដាក់តម្លៃពិសេសទៅចាយកទៅដឹងតែចំណេញហើយសម្រាប់អ្នកដែលគាត់កំពុងតែគិតថាស្ទាក់ស្ទើរអត់មានគ្នានៅក្នុងការជួយលក់មានតែម្នាក់ឯងកុំបារម្ភការលក់អនឡាញការ live ការលើកកៅអៅនៅក្នុងការ live នឹងរៀបចំ process អីផ្សេងបើសិនជាទាំងអស់គ្នាអត់ទាន់ចេះ live ស្ទាក់ស្ទើរម្នាក់ឯងគិតថាពិបាកអាចប្រឹក្សាយោបល់ទាំងការ live ទាំងការ process នៅក្នុង flow ការងារនៅក្នុងដំណើរផ្លូវនៃការមុន live កំឡុងការ live រៀបចំអាវ៉ាន់ក្រួយ live ជាមួយគ្នាសម្រាប់អ្នកដែលគាត់យកកៅអៅទៅលក់បន្តណាអញ្ចឹងសម្រាប់អ្នកដែលគាត់មានពេលវេលាមករៀនផ្ទាល់ចាយើងចំណាយពេល8ម៉ោងនៅក្នុងការរៀនអំពីមូលដ្ឋានគ្រឹះនៃការរៀបចំដំណើរការក្រោយពេលបញ្ចប់ការ live ដើម្បីឲ្យទាំងអស់គ្នាអាចដឹងពីការចាប់ផ្ដើមនៅក្នុងការលក់តាមរយៈការ live ចា